ខ្ញុំចាយលុយ 50000 រៀលជិះស្វែងរកអាហារថ្ងៃត្រង់តាមភូមិតោះទៅជាមួយខ្ញុំទាំងអស់គ្នាអត់ទៅអ៊ំម្ដុំនេះគេហៅភូមិអីគេអ៊ំថ្ងៃនេះចង់ថតវីដេអូដើរញ៉ាំបាយអីតាមផ្ទះអ្នកអត់ទេហ្នឹងហើយអត់មានហាងទេតែចង់ញ៉ាំរបៀបនៅតាមផ្ទះអញ្ចឹងអ៊ំអាចធ្វើម្ហូបអីឲ្យខ្ញុំញ៉ាំអត់ប៉ុណ្នេះនឹងចូលបានបាទហើយអត់ទេអ៊ំធ្វើអីក៏បានដែរថ្ងៃណាអ៊ំថ្ងៃហ្នឹងឥឡូវហ្នឹងបាទឥឡូវហ្នឹងអ៊ំមានតែអីក៏បានដែរឲ្យតែអ៊ំមានអីអ៊ំអាចធ្វើអាហ្នឹងក៏បានដែរធ្វើម្ហូបអីខ្ញុំញ៉ាំខ្ញុំឲ្យ 50000 ចាបាទបើចង់ញ៉ាំបាយរបៀបតាមភូមិតាមស្រុកអីតាមភូមិហ្នឹងយើងថតទៅបាទហ្នឹងហើយអ៊ំក្នុងវីដេអូតាមបានលេខមិនធ្វើអីថតខ្ញុំទេបាទអ៊ំសួរតើមានផ្ទះមួយខ្ញុំបកកើតខ្ញុំមកដល់នេះហ្នឹងហើយអ៊ំបានអូនំបញ្ចុកមកអ៊ំនំបញ្ចុកនឹងទំហើយមិញពីអ្នកអ៊ំបាទពីអ្នកអ៊ំសាឡតនេះធ្វើតាំងព្រឹកមិញអ៊ំមិញបាទលោកបហាលោកខ្មែរបានលោកបហាក៏បានជួបញ៉ាំមិនឆ្ងាញ់អ្នកឆ្លោចេះតែឆ្នៃហើយកូនខ្មែរតំណងតែអញគេដាក់ញ៉ាំមួយអានេះដែរមែនចង់ញ៉ាំជាមួយក៏បានមិនញ៉ាំជាមួយក៏បានចង់ដាក់ទៅចង់ដាក់ទៅក៏ឆ្ងាញ់ដែរខ្ញុំនៅដាក់សំថតមួយបើអ្នកចង់ហូបសាឡខ្មែរផ្ទះនេះមានអាចឆ្នៃចំភៅអាចឆ្នៃបានខ្ញុំមកថតអញ្ចឹងជាមួយទីមានគេមកគេមករកមែនបើឆ្ងាញ់ក៏មិនតាមទូរស័ព្ទមកខ្ញុំធ្វើកំងហើយញ៉ាំចេះថ្លៃតែញ៉ាំអានេះឆ្ងាញ់ខ្ញុំអត់ដែរញ៉ាំអានេះបានឲ្យមេដៃមួយមកអ៊ំចេះឆ្នៃកូនអើយអានេះឆ្ងាញ់មែនតើអ៊ំកូនបានថាខ្ញុំអាហ្នឹងជីដើរមើលគិតថាថ្ងៃហ្នឹងធ្វើម៉េចរកអីញ៉ាំនៅក្រៅឲ្យបានតែអត់ទៅញ៉ាំកន្លែងហាងបាយគេចង់ញ៉ាំតាមផ្ទះចឹងដោយខមកណាមើលណាបាទបានមកជួបមែនអរគុណច្រើនអ៊ំចានឹងបញ្ចុកមកពេលអ៊ំឈ្មោះអីគេអ៊ំសួរឈ្មោះទៀតឲ្យគេសួរប្រាប់គេថាចង់ញ៉ាំអីគេនឹងបញ្ចុកឆ្ងាញ់យូយើងនាមតកោលអត់ទេឈ្មោះធម្មតាហៅឈ្មោះហៅគេហៅអីគេនៅភូមិសុកនៅដែរហៅសុកនៅទៅសុកនៅចានំបញ្ចុកអ៊ំនៅចឹងនេះអ៊ំលុយអត់ទេហូបទៅកូនហូបទៅអត់អីទេទុកហ្នឹងហើយប៉ុណ្ណឹងហូបទៅកូនហើយយកលុយនឹងទុកចាក់សាំងចាក់អីធ្វើការថ្ងៃក្រោយចង់មកលេងគ្នាច្រើនប្រាប់មុនបាទយកទៅអ៊ំអត់ទេយកទៅយន់ចាក់សាំងចាក់អីគាត់លុយណាចារៀនតទៀតព្រោះសិតតែអ្នកធម៌សិតតែអ្នករៀនទាំងអស់សិតអ្នកធម៌សិតតែមើលចៅហើយរៀនទាំងខ្ញុំទាំងប្អូនទាំងអស់តែទុកចាក់សាំងចាក់អីទៅធ្វើការទៅរៀនធ្វើការតបាទ50000ហ្នឹងបានសាំងមុន10ថ្ងៃដែរណាកូនបាទស្គាល់ទេហើយថ្ងៃក្រោយអីមកលេងមកបាទអ៊ំចាចឹងទៅវិញហ៎អ៊ំចាអរគុណច្រើនអ៊ំ